សាកុមារគឺជាយន្តការដ៏សំខាន់សម្រាប់ការកសាងភាពជាម្ចាស់របស់សិស្សនៅក្នុងសាលារៀនរបស់ពួកគេដោយមានការចូលរួមយ៉ាងសកម្មរបស់សិស្សានុសិស្សក្នុងសកម្មភាពកែលម្អសាលារៀនរបស់ពួកគេបានធ្វើឲ្យការងារមួយចំនួនរបស់គ្រូបង្រៀននិងនាយកសាលាត្រូវបានកាត់បន្ថយនៅក្នុងឆ្នាំ2007ក្រសួងអប់រំយុវជននិងកីឡាបានចេញគោលនយោបាយនិងសេចក្តីណែនាំដើម្បីជួយដល់សាលារៀននៅក្នុងការបង្កើតក្រុមប្រឹក្សាកុមារគោលការណ៍ណែនាំទាំងអស់នេះផ្ដល់នីតិវិធីនៅក្នុងការរៀបចំក្រុមប្រឹក្សាកុមារទាំងសាលាបឋមសិក្សានិងមធ្យមសិក្សាគោលការណ៍ណែនាំទាំងអស់នេះពន្យល់ពីហេតុដែលគួរតែមានក្រុមប្រឹក្សាកុមារពីរចនាសម្ព័ន្ធនិងពីរបៀបបង្កើតក្រុមប្រឹក្សាកុមារជាអកុសលក្រុមប្រឹក្សាកុមារនៅតាមសាលារៀនជាច្រើនមិនសូវដំណើរការទេតាមការស្ទង់មតិមួយដោយអង្គការ CAPE បានរកឃើញថាចំនួន 59% ក្រុមប្រឹក្សាកុមារមានដំណើរការមិនបានល្អមានន័យថាពួកគេមិនមានប្រជុំញឹកញាប់មិនបានរៀបចំផែនការនិងអនុវត្តផែនការសកម្មភាពឬក៏មិនមានការជ្រើសរើសតំណាងដោយធ្វើការបោះឆ្នោតឡើយនៅតែមានការយល់ច្រឡំជាច្រើនអំពីរបៀបដំណើរការរបស់ក្រុមប្រឹក្សាកុមារឧទាហរណ៍ចំនួន 92% នៃការស្ទង់មតិគ្រូនិងនាយកសាលាបង្ហាញឲ្យឃើញថាក្រុមប្រឹក្សាកុមារគឺគ្រាន់តែជាឧបករណ៍ដើម្បីត្រួតត្រាសកម្មភាពសិស្សមិនមែនជាការបង្កឲ្យមានភាពជាម្ចាស់ដល់សិស្សផ្ទាល់នៅក្នុងសាលារៀនរបស់ពួកគេទេគម្រោង IBEX បានព្យាយាមអនុវត្តគោលការណ៍ណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាដោយផ្ដោតទៅលើគោលការណ៍នៃភាពជាម្ចាស់ជាជាងការត្រួតត្រាផ្ដាច់ការភាពជាម្ចាស់គឺជាគន្លឹះនៅក្នុងការលើកទឹកចិត្តមនុស្សដើម្បីធ្វើការបានល្អបំផុតទៅលើអ្វីមួយវាធ្វើឲ្យសិស្សចង់អភិវឌ្ឍសាលារៀនរបស់ពួកគេអារម្មណ៍នេះមិនមែនផុសចេញពីបរិស្ថានការងារមួយក្រោមការបញ្ជាឲ្យធ្វើនោះទេជាអកុសលសម្បីតែក្រុមប្រឹក្សាកុមារដែលកំពុងតែមានដំណើរការក៏ដោយក៏នៅតែមានក្រុមប្រឹក្សាកុមារភាគច្រើនគ្មានការដឹកនាំដោយខ្លួនឯងគឺរងចាំទទួលបញ្ជាពីគ្រូបង្រៀននិងនាយកសាលាប្រាប់នៅអ្វីដែលពួកគេគួរតែធ្វើការស្ទង់មតិមួយទៀតរបស់ក្រុមប្រឹក្សាកុមាររកឃើញថាមានតែចំនួន 30% នៃក្រុមប្រឹក្សាកុមារប៉ុណ្ណោះដែលដឹកនាំដោយខ្លួនឯងមធ្យោបាយដ៏ល្អបំផុតនៅក្នុងការកសាងភាពជាម្ចាស់របស់ក្រុមប្រឹក្សាកុមារមួយគឺតាមរយៈការបោះឆ្នោតជ្រើសរើសប្រធានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាកុមារក៏បានណែនាំសិស្សឲ្យចេះគោរពទៅតាមគោលការណ៍ប្រជាធិបតេយ្យដែលមានសារៈសំខាន់សម្រាប់ការក្លាយជាពលរដ្ឋដ៏ល្អទោះបីជាយ៉ាងណាក៏ដោយសាលារៀនជាច្រើនបានរំលងជំហាននេះចោលហើយបែរជាជ្រើសរើសសមាជិកក្រុមប្រឹក្សាកុមារតាមការតែងតាំងទៅវិញជាការពិតណាស់ការស្ទង់មតិរបស់ក្រុមប្រឹក្សាកុមាររកឃើញថាចំនួន 40% នៃក្រុមប្រឹក្សាកុមារនៅក្នុងប្រទេសកម្ពុជាកើតឡើងដោយការតែងតាំងដោយនាយកសាលាមិនមែនដោយការបោះឆ្នោតទេនេះមិនស្របតាមគោលនយោបាយរបស់ក្រសួងដែលតម្រូវឲ្យមានការជ្រើសរើសសមាជិកក្រុមប្រឹក្សាកុមារដោយមានការបោះឆ្នោតអ្វីត្បិតតែយើងចង់ឲ្យក្រុមប្រឹក្សាកុមារដឹកនាំដោយខ្លួនឯងតាមដែលអាចធ្វើទៅបានប៉ុន្តែគ្រូបង្រៀននិងនាយកសាលានៅតែមានតួនាទីដ៏សំខាន់ក្នុងការនាំផ្លូវពួកគេតែគាត់ថាមានគ្រូមួយប៉ុន្តែគ្រូមិនមែនជាអ្នកដឹកនាំទេគឺឲ្យគាត់ដើរដោយខ្លួនឯងឲ្យពួកគេទៅធ្វើអីគេធ្វើដោយក្រុមគេតាមក្រុមទៅគ្រូគ្រាន់តែជាគ្រូបកគោលទេអត់បានបង្រៀនពីការគាត់ធ្វើអីធ្វើយ៉ាងម៉េចអត់តួនាទីនេះវាតេតិនទៅនឹងការជួយដល់ការណែនាំនិងបញ្យល់ប្រាប់ពីសម្ភារៈស្ដីពីរបៀបធ្វើផែនការកាលវិភាគនិងរៀបចំថវិកាចំណាយទៅតាមផែនការផ្ទាល់របស់ពួកគេជានិច្ចកាលគ្រូតែងតែប៉ុនប៉ងប្រាប់សិស្សនៅអ្វីដែលពួកគេគួរធ្វើប៉ុន្តែមធ្យោបាយល្អបំផុតនោះគឺត្រូវផ្ដល់សេរីភាពដល់ក្រុមប្រឹក្សាកុមារ
ធ្វើការសម្រេចចិត្តដោយខ្លួនឯង និងមិត្តសិស្សនុសិស្សទាំងអស់ដែលបានជួយលើកទឹកចិត្តនិងគាំទ្ររាល់សកម្មភាពផ្សេងៗជាពិសេសគឺគាត់ជំរុញក្នុងការលើកទឹកចិត្តរបស់ពួកខ្ញុំឲ្យខិតខំធ្វើការមានវិធីជាច្រើនដែលសិស្សអាចកសាងភាពជាម្ចាស់សម្រាប់ក្រុមប្រឹក្សាពួកគេបានដូចជាយើងបានបញ្ជាក់ពីមុននេះហើយថាពួកគេអាចជ្រើសរើសប្រធានរបស់ពួកគេតាមរយៈការបោះឆ្នោតថ្ងៃនេះយើងមកជួបជុំគ្នាដើម្បីរៀបចំការប្រជុំក្រុមស្នេហ៍សមាជិកនៃការដកដកផលប្រចាំថ្ងៃនោះនិងរៀបចំផែនការសម្រាប់អនុវត្តក្នុងខែកញ្ញាតាថ្ងៃទី5ក្នុងកម្មវិធីជាប្រធានក្រុមស្នេហ៍សមាជិកឆ្នាំ2022-2023ដែលគណៈសម្របសម្រួលនៃការប្រជុំថ្ងៃនេះគឺទី1ប្រកាសឯកទី2របាយការណ៍ពីក្រុមផលប្រចាំថ្ងៃនោះរបស់ប្រធានផ្នែកទាំង8និងការសម្របបញ្ហាទី3ការផ្សាយរត់កំណត់ផ្សាយបញ្ហានិងរៀបចំផែនការសម្រាប់អនុវត្តក្នុងខែមករាពួកគេអាចធ្វើផែនការនិងកាលវិភាគដោយខ្លួនឯងផ្ទាល់ពួកគេអាចកំណត់ពីបញ្ហានៅក្នុងសាលាដែលជាផ្នែកមួយនៃដំណើរការផែនការអភិវឌ្ឍសាលារៀនពួកគេអាចដឹកនាំការប្រជុំដោយខ្លួនឯងបានហើយពិភាក្សារកបញ្ហានៅក្នុងសាលារៀនផ្ទាល់ពួកគេអាចធ្វើប្រតិភូកម្មការងារទៅតាមផ្នែកនីមួយៗដែលមាននៅក្នុងក្រុមប្រឹក្សាកុមារសូមចំណាំថានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកុមារនេះនាយកសាលានិងគ្រូបង្រៀនគ្មានវត្តមានទេគឺសេរីភាពត្រូវបានផ្ដល់ដល់សិស្សនៅក្នុងការដឹកនាំកិច្ចប្រជុំដោយខ្លួនឯងមានដូចគ្នាគឺសូមអរគុណលោកនាយកដែលបានគាត់ផ្ដល់ឱកាសដល់ពួកខ្ញុំដើម្បីចូលរួមជាក្រុមប្រឹក្សាកុមារបើសិនជាមាននាយកបានលោកផ្ដល់ឱកាសឲ្យពួកខ្ញុំទេខ្ញុំក៏គ្មានឱកាសដើម្បីចូលរួមនៅក្នុងក្រុមប្រឹក្សាកុមារនិងធ្វើសកម្មភាពឲ្យបានទីចម្រើនដូចសពថ្ងៃនេះដែរក្រុមប្រឹក្សាកុមារក៏គួរតែយកចិត្តទុកដាក់ទៅលើវត្តមានការធ្វើរបាយការណ៍និងកាលវិភាគហើយថែមទាំងចាត់ចែងថវិកាចំណាយដោយខ្លួនឯងផ្ទាល់បើសិនជាសាលាមានថវិកាឬក៏ជំនួយពីគម្រោង IBEX ជារួមយើងសង្កេតឃើញថាក្រុមប្រឹក្សាកុមារដើរតួនាទីដ៏សំខាន់នៅក្នុងការអភិវឌ្ឍសាលារៀនទាំងបឋមសិក្សានិងមធ្យមសិក្សាទោះបីជាយ៉ាងណាក៏ដោយក៏ស្ថិតនៅក្នុងបំណងបង្កើនសក្តានុពលក្រុមប្រឹក្សាកុមារយើងត្រូវតែប្រើវិធីសាស្ត្រអភិវឌ្ឍដោយផ្ដល់ឲ្យពួកគេនូវសេរីភាពនៅក្នុងការដឹកនាំដោយខ្លួនឯងតាមដែលអាចធ្វើទៅបានចាហើយខ្ញុំក៏សូមអរគុណដល់លោកនាយកលោកគ្រូអ្នកគ្រូនិងមិត្តសិស្សនិស្សិតទាំងអស់ជាដែលបានផ្ដល់ឱកាសឲ្យរូបនឹងខ្ញុំបានចូលជាសមាជិកនៃក្រុមប្រឹក្សាកុមារហើយចេះធ្វើការងារជាក្រុមចេះផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមកហើយយើងត្រូវតែផ្ដល់ឱកាសឲ្យគ្នាទៅវិញឲ្យសិស្សដែលគេចង់ខ្លាចជាក្រុមប្រឹក្សាកុមារហើយអាចសម្រេចនូវគោលបំណងរបស់គេជួយដល់សាលានិងសហគមន៍របស់គេ